សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពី there is ឬក៏ there are ជាមួយនឹងពាក្យថា have បាទជាទូទៅនៅពេលដែលយើងនិយាយអំពី there is ហើយនិង there are ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រកាសជាអាចដឹងថាវាប្រើនៅពេលណាហើយបាទអ្វីដែលខ្ញុំចង់និយាយពេលនេះគឺខ្ញុំនិយាយអំពីការប្រែបាទការប្រើប្រាស់ដែលអ្នកទាំងអស់គ្នាភាគច្រើនសិស្សនៅពេលដែលគាត់បង្កើតប្រយោគមកគឺមិនបានត្រឹមត្រូវហើយគាត់មិនដឹងថាខ្លួនឯងខុសទេបាទអញ្ចឹងតើពេលណាយើងប្រើ there is ឬក៏ there are ពេលណាយើងប្រើពាក្យថា have បាទដោយសារតែពាក្យហ្នឹងជាទូទៅខ្ញុំអាចនិយាយបានថាសម្រាប់តែភាសាខ្មែរយើងសម្រាប់តែសិស្សជនជាតិខ្មែរយើងទេដែលមានការភ័ន្តច្រឡំដោយសារតែពាក្យហ្នឹងយើងប្រែមកខ្មែរថាមានដូចគ្នាអញ្ចឹង there is ឬក៏ there are ហ្នឹងយើងប្រែថាមានហើយពាក្យ have ឬក៏ has ហ្នឹងក៏យើងប្រែថាមានដែរអញ្ចឹងដល់ពេលដែលយើងបង្កើតប្រយោគគឺយើងនិយាយតាមភាសាខ្មែររបស់យើងអញ្ចឹងធ្វើឲ្យប្រយោគដែលយើងបង្កើតជាភាសាអង់គ្លេសរបស់យើងហ្នឹងគឺមិនបានត្រឹមត្រូវល្អទេបាទអញ្ចឹងខ្ញុំលើកមកគូតែម្ដងដើម្បីឲ្យអ្នកទាំងអស់គ្នាប្រៀបធៀបថាតើវាខុសគ្នារបៀបម៉េចអូខេយើងទៅមើលទាំងអស់គ្នាអូខេអញ្ចឹងកន្លែងនេះខ្ញុំនិយាយថា the sky has a lot of stars បាទអញ្ចឹងបើយើងនិយាយទៅថាមេឃមានផ្កាយច្រើនបាទអញ្ចឹងបើយើងមើលទៅហាក់បីដូចជាមិនខុសទេព្រោះមេឃវាមានផ្កាយមែនប៉ុន្តែយើងអត់ប្រើ the sky has a lot of stars របៀបហ្នឹងទេគឺយើងនិយាយថា there are a lot of stars in the sky អញ្ចឹងពាក្យនេះគឺគេមិនប្រើទេបាទវាហាក់បីដូចជាវាឆ្គងបាទវាមិនសមបាទជាទូទៅគឺគេមិនដែលប្រើរបៀបហ្នឹងទេគឺគេនិយាយថា there are a lot of stars in the sky គេអត់និយាយថា the sky has a lot of stars របៀបហ្នឹងទេអូខេឧទាហរណ៍បន្ទាប់ទៀតគឺយើងនិយាយថា my bag has some milk មានថាកតាបរបស់ខ្ញុំមានទឹកដោះគោបាទយើងគិតមើលទៅវាដូចជាត្រូវមែនប៉ុន្តែគេអត់និយាយអញ្ចឹងទេបាទគឺគេអត់និយាយអញ្ចឹងយើងអត់ប្រើរបៀបហ្នឹងទេបាទទោះបីកតាបយើងមានទឹកដោះគោនៅក្នុងហ្នឹងក៏យើងអត់និយាយអញ្ចឹងដែរគឺយើងនិយាយថា there is some milk in my bag អានេះទៅត្រឹមត្រូវអញ្ចឹងគឺយើងប្រើ there is ឬក៏ there are យើងអត់ប្រើ the bag has អញ្ចឹងទេ my bag has some milk ឧទាហរណ៍មួយទៀតគឺភាគច្រើនណាស់ដែលគាត់សរសេរអញ្ចឹងកូនសិស្សគឺ my family have 6 people យើងចង់និយាយថាគ្រួសាររបស់ខ្ញុំមានសមាជិកឬក៏មានមនុស្ស6នាក់បាទយើងមើលទៅគឺត្រឹមត្រូវប៉ុន្តែជាទូទៅគឺគេអត់សរសេរអញ្ចឹងទេបាទគេអត់ប្រើប្រយោគរបៀបហ្នឹងទេបាទគឺយើងអត់និយាយថា my family have 6 people ទេគឺយើងនិយាយថា there are 6 people in my family ហេអានេះទៅជាប្រយោគដែលត្រឹមត្រូវល្អ so we use there are 6 people in my family ឧទាហរណ៍ចុងក្រោយក៏ស្រដៀងគ្នាដែរគឺ my class has 12 students កន្លែងនេះគឺគេអត់ប្រើអញ្ចឹងទេបាទយើងអត់និយាយថា my class has 12 students គឺយើងនិយាយថា there are 12 students in my class គេនេះទៅត្រឹមត្រូវបាទអញ្ចឹងយើងសង្កេតមើលទាំងអស់ហ្នឹងជាទូទៅនៅពេលដែលយើងនិយាយអំពីវត្ថុបាទគឺយើងមិនប្រើពាក្យថា has ទេបាទរឿងពិបាកបើយើងនិយាយទៅនៅពេលដែលយើងនិយាយអំពីកម្មសិទ្ធិតតែជាមនុស្សឬក៏ជាសត្វបាទវត្ថុក៏មានកម្មសិទ្ធិដែរបាទមកថាឡានកញ្ចក់របស់ឡានអីចឹងប៉ុន្តែជាទូទៅគឺយើងប្រើពាក្យ have នៅពេលដែលយើងមាន owner មានមនុស្សឬក៏សត្វជាកម្មសិទ្ធិមកថាខ្ញុំមានម៉ូតូខ្ញុំមានតុខ្ញុំមាន big ខ្ញុំមាន first អីចឹងទៅគឺយើងអាចនិយាយថា I have you have ហេបាទអញ្ចឹងសរុបមកវិញ there is ឬក៏ there are យើងប្រើថាមានដូចគ្នាប៉ុន្តែយើងប្រើនៅពេលដែលយើងពិបាកនឹងនិយាយឬក៏យើងរម្ចាស់ជាកម្មសិទ្ធិហ្នឹងអត់មានបាទបើយើងនិយាយទៅដូចថ្នាក់រៀនមានអ្វីមួយជាកម្មសិទ្ធិអញ្ចឹងវាមិនខុសទេវាអាចយល់បានប៉ុន្តែវាឆ្គងបាទគេអត់ដែលប្រើអញ្ចឹងទេបាទអញ្ចឹងគេប្រើ there is ឬក៏ there are បាទចំពោះពាក្យ have គឺយើងប្រើជាមួយនឹងមនុស្សឬក៏សត្វដែលមានរបស់អ្វីមួយជាកម្មសិទ្ធិបាទអញ្ចឹងវីដេអូនេះចប់ប៉ុណ្ណឹងសង្ឃឹមថាអ្នកនរគ្នានឹងអាចយល់បានហើយឈប់បង្កើតប្រយោគរបៀបនេះទៀតបាទអញ្ចឹងប្រយោគរបៀបហ្នឹងគឺខ្ញុំជួបច្រើននៅពេលដែលខ្ញុំឲ្យសិស្សគាត់បង្កើតដោយសារតែពាក្យ there is there are ក៏ប្រែថាមានពាក្យ have ហ្នឹងក៏ប្រែថាមានដែរអញ្ចឹងការភ័ន្តច្រឡំនេះខ្ញុំសង្ឃឹមថា
វីដេអូនេះអ្នកទាំងអស់គ្នានឹងច្បាស់លាស់ហើយឈប់ផន់ច្រឡំទៀតអរគុណ